សួស្តីអ្នកទាំងអស់គ្នាអឺឥឡូវនេះអត់មានអីត្រូវនិយាយអីច្រើនទេគ្រាន់តែចង់សួរថាដោយសារយើងធ្វើ YouTube បច្ចុប្បន្នមាន YouTube Channel មួយដែរហើយវាបានគ្រប់គោលការណ៍ហើយតែវាប្រើរយៈពេលយូរដែរសម្រាប់ទទួលបាននៅគោលការណ៍ពីខាងYouTube ដែលយើងបានទទួលបាន1000 subscriber ហើយជាមួយនឹង4000ម៉ោងតែបច្ចុប្បន្នវាជួបបញ្ហាត្រង់ថាមិនដឹងធ្វើ content បែបណាដើម្បីតាក់ទាញជាមួយនឹងអ្នកទស្សនាព្យាយាមរិះរកវិធីគ្រប់បែបយ៉ាងដែរតែអត់ដឹងថាមើលខ្លួនឯងត្រង់ណាដើម្បីវាជាជំនាញឬក៏ជា talent របស់យើងសម្រាប់ធ្វើវីដេអូដើម្បីឲ្យមានការតាក់ទាញអ្នកចូលមើលទស្សនាតាមដានជាដើមអញ្ចឹងណាហើយការធ្វើវីដេអូនេះគឺមិនមែនជាការសំដែងឬក៏អីទេដោយសារបច្ចុប្បន្នគឺវាអញ្ចឹងមែនពាក់ព័ន្ធនឹងការស្វែងរកអីដែលខ្លួនចេះអីដែលខ្លួនមានជំនាញនៅក្នុងការបង្ហាញប្រាប់ទៅអ្នកទស្សនាដោយឡែកអ្នកទស្សនាមួយចំនួនប្រហែលជាមានចម្ងល់ឬក៏មានអីដែលខ្លួនគិតថាចង់សួរទៅកាន់អ្នកដែលមានជំនាញផ្នែកនឹងដូចគ្នាអញ្ចឹងទៅក៏ចង់ធ្វើវីដេអូនេះដើម្បីឲ្យអ្នកដែលមានជំនាញគាត់ជួយផ្ដល់យោបល់ហើយសម្រាប់អ្នកដែលអត់ទាន់មានជំនាញឬក៏អត់ដឹងថាខ្លួនមកកែបែបណាអញ្ចឹងទៅគឺមើលវីដេអូនេះហើយមានអ្នកជំនាញគាត់ជួយ comment ឬក៏ជួយណែនាំបងប្អូនអាចចូលមើលទស្សនាឬក៏ចូលអានឬក៏ចូលផ្ដល់ជាយោបល់បន្ថែមនៅក្នុងវីដេអូនេះដើម្បីឲ្យខាងខ្ញុំបានគេហៅថាទទួលបានចំណេះដឹងថ្មីឬក៏យកគន្លឹះដែលបងប្អូនបានចែករំលែកមកកែតម្រូវខ្លួនឯងបន្ថែមទៀតអញ្ចឹងសង្ឃឹមថាបងប្អូនឬក៏អ្នកជំនាញមួយចំនួនដែលគាត់មានបទពិសោធន៍ផ្នែកនេះឬក៏អ្នកដែលអាចជាទូទៅគឺខ្ញុំបានស្ដាប់ថាគាត់ឲ្យយើងឆ្លិចខ្លួនឯងតែអីដែលឆ្លិចខ្លួនឯងហ្នឹងគឺអត់ទាន់បានលទ្ធផលអញ្ចឹងតែក៏ព្យាយាមសួរបន្ថែមទៀតនៅក្នុងវីដេអូនេះបន្ថែមទៀតចាអរគុណច្រើន